Ồ, chứ nó khơi rừng mùi nữa. Bà được nghe chạp tụcឧបករណ៍តន្ត្រីរបស់ពួកឯស្រួលសិនទៅហើយចាំស្ដាប់ណារឿងមហាយៈអេកូហេតុអីក៏ប៉ាមិនឲ្យខ្ញុំទៅជាមួយ ម្ដាយរបស់ឯងត្រូវការឯងដើម្បីលក់នំឯងចំណាយប៉ាវិញប៉ាទៅនេសាទត្រីមិនបាច់ត្រូវការជំនួយរបស់ឯងទេដូឡឹងកូនឆាប់ទៅជួយលក់នំម្ដាយទៅប៉ាទៅហើយណាមេប្រុសម្នាក់នេះលក់នំស្នូលដូងរបស់វាតលតែដាច់អស់នឹងយកលុយទៅឲ្យម្ដាយរបស់វានៅចាំឯផ្ទះក្រោយពីបកលុយឲ្យម្ដាយរបស់វាអស់ហើយវាក៏រត់ទៅឆ្នេរសមុទ្រដើម្បីរងចាំឪរបស់វាត្រឡប់មកពីនេសាទត្រីវិញការរងចាំរបស់វាចាំបាត់វាក៏អស់សង្ឃឹមក៏ដាច់ឆ្លងតាមផ្លូវទៅក្រោមម្លប់ដូងទាំងឡាយរហូតចូលទៅដល់ព្រៃជ្រៅជិតភ្នំមួយនៅក្នុងព្រៃនេះសម្បូរទៅដោយផ្លែឈើហូបផ្លែវាដើរបន្តរហូតទៅដល់ជើងភ្នំមហាយៈអេកូវាក៏អង្គុយលើដុំថ្មមួយដែលបាក់បែកហើយវាក៏សម្លឹងទៅឆ្ងាយហើយអង្គុយគិតនៅចំពោះមុខវាមានកំពូលភ្នំមួយយ៉ាងធំវាក៏ងើបឡើងសម្លឹងរកមើលវាក៏មានការងឿងឆ្ងល់ជាខ្លាំងយើងជិះស្រឡាញ់ឯងហើយឯងចិត្តអាក្រក់ខ្លាំងណាស់យើងឈប់ស្រឡាញ់ឯងហើយឯងចិត្តអាក្រក់ណាស់អាយ៉ាមិនចេះក្រោយពីលឺសំឡេងបន្តវិញមកគ្មានមានអ្នកភ័យតក់ស្លុតយ៉ាងខ្លាំងអាក្រក់ចិត្តដូចយេឆានអាក្រក់ចិត្តដូចយេឆានមានជាកំពុងតែចាញ់ចោលយើងតាំងឯងឈប់មកងាយខ្ញុំទៅឯងឈប់មកងាយខ្ញុំទៅម៉ែមានអាចឆ្កួតមួយនៅលើកំពូលភ្នំហើយវាកំពុងតែចាញ់ចោលកូនអូកូនចង់និយាយពីយៈអីកូននោះមែនទេហើយចុះគេថាអីកូនដែរខ្ញុំស្រេចឲ្យវាថាវាខកខើឯងត្រឡប់ទៅនិយាយជាមួយនឹងគេទៅថាខ្ញុំស្រឡាញ់ឯងនឹងបានចម្លើយពីវាជាមិនខានខ្ញុំមិនអាចស្រេចប្រាប់មហាយៈនៅឯកំពូលភ្នំថាខ្ញុំស្រឡាញ់គាត់កើតទេព្រោះថាមើលទៅគាត់អាក្រក់ណាស់ភ្នែកធំប៉ុនថ្មអញ្ចឹងម្យ៉ាងទៀតពេលដែលខ្ញុំនិយាយទៅហើយអ្នកផងទាំងពងលើគេច្បាស់ជាសើចឲ្យខ្ញុំស្លាប់ហើយគេធ្វើយ៉ាងម៉េចចឹងចុះបើឯងជាខ្ញុំតើឯងគិតយ៉ាងម៉េចចំពោះឯងខ្ញុំអាចនិយាយបានថាខ្ញុំស្រឡាញ់ឯងរបស់យៈឯងស្អាតណាស់ដូចជាព្រះអាទិត្យចឹងនិយាយខ្សឹបចឹងប្រហែលជាមិនលើទេឯងស្អាតណាស់ដូចព្រះអាទិត្យចឹងឯងស្អាតណាស់ដូចព្រះអាទិត្យចឹងអរចាអរចាខ្លាំងណាស់អរចាខ្លាំងណាស់ម៉ែនិយាយត្រូវហើយមានថាស្រឡាញ់គេដែរទេគាត់បាននិយាយថាគាត់ស្រឡាញ់ខ្លាំងណាស់ក្រោយពីបានឮសំឡេងកូននិយាយដូច្នេះឪពុកសប្បាយរីករាយខ្លាំងណាស់ចាប់កូនលើកឡើងវិប៉ាំងជាមួយនឹងផ្លែដូងដែលជ្រុះនៅតាមឆ្នេរសមុទ្រនេះប៉ាដឹងទេកូនបានជួបយៈនៅលើកំពូលភ្នំហើយកូនបាននិយាយឆ្លើយខុសគ្នារួចចុះកូនបាននិយាយអ្វីជាមួយយៈដែរខ្ញុំចង់ទៅលេងភ្លេងនៅលើជើងភ្នំខ្ញុំក៏ចង់ដែរចំណែកខ្ញុំវិញក៏ចង់ដែរព្រោះមានអារម្មណ៍ល្អអាយយឪឈឺណាស់